ទុកជាន់លើទុកបន្តអំពីមានបញ្ហាជាមួយនឹងប្រទេសប៉ាគីស្ថានឥឡូវថ្មីៗនេះឥណ្ឌាបានជួបគ្រោះធំដោយសារតែបញ្ហានៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចររបស់ខ្លួនបណ្ដាលឲ្យអ្នកធ្វើដំណើរនៅលើយន្តហោះបាត់បង់ជីវិតស្ទើរតែទាំងអស់សូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅព័ត៌មានក៏ដូចជាដំណឹងល្អៗទាក់ទងជាមួយនឹងកម្ពុជាក៏ដូចជានៅក្នុងពិភពលោកតែម្ដងបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំប្រធានម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបឲ្យបានដឹងអំពីព័ត៌មានថ្មីៗទាន់ហេតុការណ៍នៅក្នុងពិភពលោកយើងនេះតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានជ្រាបហើយថាថ្មីៗនេះឥណ្ឌាគឺមានបញ្ហាចំនួនជាមួយនឹងប៉ាគីស្ថានដោយមានការប្រើយន្តហោះចម្បាំងនៅក្នុងការច្បាំងគ្នាជាដើមដែលធ្វើឲ្យមានមនុស្សស្លាប់ក៏ដូចជាមានការខូចខាតនៅទ្រព្យសម្បត្តិរបស់ប្រទេសទាំងសងខាងតែម្ដងក៏ប៉ុន្តែនៅក្នុងថ្ងៃប្រហ័សទី12ខែមិថុនាឆ្នាំ2025នេះតែម្ដងឥណ្ឌាបានជួបនូវគ្រោះមួយទៀតដោយសារតែក្រុមហ៊ុនអាកាសចរដឹកអ្នកដំណើរ Air India របស់ខ្លួនបានធ្លាក់បន្តអំពីការហោះហើរបានប៉ុន្មាននាទីបើតាមរបាយការណ៍ក៏ដូចជាបើតាមព័ត៌មានបានឲ្យដឹងថាយន្តហោះមួយគ្រឿងធុន Boeing 787 Dreamliner ដ៏ទំនើបដែលបានជួបគ្រោះថ្នាក់ដែលផ្ទុកមនុស្សចំនួនរហូតដល់242នាក់ក្នុងនោះមានជនជាតិឥណ្ឌាចំនួន169នាក់ជនជាតិអង់គ្លេសចំនួន53នាក់ជនជាតិប៉ូទុយហ្គាល់ចំនួន7នាក់និងជនជាតិកាណាដាចំនួន1នាក់ជើងហោះហើរ Fly Air I-171 ដែលជួបគ្រោះថ្នាក់ខាងលើបានហោះចេញពីអាកាសយានដ្ឋានទីក្រុង Ahmedabad នៅវេលាម៉ោង 1:38 នាទីនៅក្នុងស្រុកហើយប៉ុន្មាននាទីក្រោយមកក៏មានការជួបគ្រោះថ្នាក់ដោយធ្លាក់ចំនៅអន្តេវាសិកដ្ឋានដែលជាកន្លែងស្នាក់នៅរបស់និស្សិតពេទ្យតែម្ដងគួររំលឹកជូនដល់បងប្អូនទាំងអស់គ្នាផងដែរថាបញ្ហានៃការធ្លាក់យន្តហោះនេះផងដែរគឺរដ្ឋបាលរបស់ប្រទេសឥណ្ឌាក៏មិនទាន់បានបញ្ចេញនៅរបាយការណ៍ដែលទាក់ទងជាមួយនឹងព័ត៌មានលម្អិតអំពីមូលហេតុនៅក្នុងការធ្លាក់នៅយន្តហោះរបស់ខ្លួននោះទេអ្វីដែលបើយើងបានដឹងនោះតែម្ដងបន្តអំពីការមានធ្លាក់យន្តហោះនោះគឺមនុស្សដែលស្ថិតនៅលើយន្តហោះទាំងអស់បាត់បង់ជីវិតស្ទើរតែទាំងអស់គឺមានមនុស្សតែម្នាក់គត់បានរស់រានមានជីវិតក៏ប៉ុន្តែអ្នកដែលនៅឯដីនេះក៏មានបញ្ហាគ្រោះថ្នាក់ផងដែរដោយសារតែយន្តហោះបានធ្លាក់ចំនៅអន្តេវាសិកដ្ឋានដែលជាកន្លែងស្នាក់នៅរបស់និស្សិតពេទ្យនៅក្នុងប្រទេសឥណ្ឌានោះផងដែរក៏មានអ្នករងរបួសជាច្រើនអ្នកផងដែរហើយក៏កំពុងតែស្វែងរកអ្នកបាត់ខ្លួនផងដែរនេះបើតាមរបាយការណ៍របស់មន្ត្រីឥណ្ឌានៅក្នុងទីតាំងដែលកើតហេតុតែម្ដងគួររំលឹកជូនបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបថាមួយរយៈពេលចុងក្រោយនេះបញ្ហានៅក្នុងការធ្លាក់យន្តហោះបញ្ហានៅក្នុងការគាំងយន្តហោះជាដើមដែលបង្ខំឲ្យpilotបង្ខំចិត្តនៅក្នុងការចុះចតជាដើមវាក៏ជាបញ្ហាមួយដែលធ្វើឲ្យអ្នកធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយការតែមានភាពភ័យខ្លាចផងដែរដោយបច្ចុប្បន្ននេះក្រុមហ៊ុនផលិតយន្តហោះជាច្រើនកំពុងតែព្យាយាមសម្រិតសម្រាំងហើយនឹងព្យាយាមស្វែងរកនៅទំនើបកម្មរបស់ខ្លួនដើម្បីធ្វើយ៉ាងណាកាត់បន្ថយនៅហានិភ័យក៏ដូចជាបញ្ហានៅក្នុងពេលការហោះហើរនេះតែម្ដងអ្វីដែលខ្ញុំចង់ជម្រាបជូនដល់បងប្អូនទាំងអស់គ្នាបន្ថែមទៀតនោះគឺក្រុមហ៊ុន Air India របស់ឥណ្ឌានៅក្នុងថ្ងៃទី13នេះតែម្ដងនៅឯទីក្រុងបាងកកបានសម្រេចចិត្តនៅក្នុងការចុះចតជាបន្ទាន់ដោយសារតែមានសារគម្រាមកំហែងអំពីពួកថេវរជនអញ្ចឹងយើងនឹងរងចាំតាមដានមើលបន្ថែមទៀតតើអាជ្ញាធររបស់ឥណ្ឌាក៏ដូចជាខាងក្រុមហ៊ុន Boeing នឹងធ្វើការសិក្សាស្រាវជ្រាវយ៉ាងណាដើម្បីស្វែងរកនៅបញ្ហាឬក៏ប្រភពដើមនៃបញ្ហាដែលធ្វើឲ្យមានបញ្ហានៅក្នុងការធ្លាក់ចុះរបស់យន្តហោះ Air India ដែលបានហោះហើរត្រឹមតែប្រមាណនាទីចេញអំពីអាកាសយានដ្ឋានរបស់ខ្លួនតែម្ដងហើយខ្ញុំចង់រំលឹកដល់បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបដែរថាគឺមានមនុស្សជាច្រើនដែលបានទទួលរងនៅហានិភ័យក៏ដូចជាបានទទួលរងនៅការគ្រោះថ្នាក់ដោយប្រយោលតាក់ទងជាមួយនឹងការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរឥណ្ឌានេះតែម្ដងអញ្ចឹងយើងនឹងរងចាំតាមដានមើលបន្ថែមទៀតតើស្ថានភាពក៏ដូចជាព័ត៌មានអ្វីឬក៏ចំណុចអ្វីដែលបណ្ដាលឲ្យយន្តហោះដ៏ទំនើបរបស់ឥណ្ឌាមួយនេះដែលផ្ទុកអ្នកដំណើរជាច្រើនអ្នកបានធ្វើឲ្យបាត់បង់ជីវិតផងដែរបើយើងងាកទៅមើលចក្រភពអង់គ្លេសឬក៏យើងងាកទៅមើលប្រទេសអង់គ្លេសតែម្ដងលោកនាយករដ្ឋមន្ត្រីរបស់ប្រទេសអង់គ្លេសគឺគាត់បានសរសេរសាររបស់គាត់ថាគាត់កំពុងតែតាមដានទៅលើបញ្ហានេះយ៉ាងប្រកៀកប្រកិតតែម្ដងពីព្រោះដោយសារតែមានប្រជាពលរដ្ឋអង់គ្លេសជាច្រើនអ្នកផងដែរដែលបានបាត់បង់ជីវិតហើយលោកនាយករដ្ឋមន្ត្រីរូបនេះក៏បានអះអាងនៅក្នុងការជួយជ្រោមជ្រែងនិងសហការជាមួយនឹងអាជ្ញាធរឥណ្ឌាដើម្បីបញ្ជូនអ្នកដែលជំនាញខាងផ្នែកពិនិត្យទៅលើការធ្លាក់យន្តហោះជាដើមដើម្បីឲ្យមកជួយស្រាវជ្រាវឥណ្ឌាដើម្បីស្វែងរកប្រភពនៃព័ត៌មានឬក៏ចំណុចដើមហេតុដែលធ្វើឲ្យយន្តហោះនេះធ្លាក់ចុះតែម្ដងហើយបើយើងងាកទៅមើលក្រុមហ៊ុន Boeing តែម្ដងគឺមិននៅស្ងៀមនោះទេបន្តអំពី
មានដំណឹងនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរឥណ្ឌាដូច្នេះហើយបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Boeing មានការធ្លាក់ចុះយ៉ាងខ្លាំងតែម្ដងនៅឯសហរដ្ឋអាមេរិកនេះគឺយើងនិយាយអំពីភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរឬក៏ក្រុមហ៊ុនដែលផលិតនៅយន្តហោះ Mark Boeing នេះតែម្ដងអ្វីដែលបន្ថែមពីលើនោះទៀតគឺនាយកប្រតិបត្តិនៃក្រុមហ៊ុន Boeing តែម្ដងបានចេញមុខនៅក្នុងការសហការជាមួយនឹងអាជ្ញាធរឥណ្ឌាក៏ដូចជាអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកនៅប្រភពក៏ដូចជាមូលហេតុដែលធ្វើឲ្យយន្តហោះមួយនេះមានការធ្លាក់ចុះហើយបើតាមក្រុមហ៊ុន Boeing បានបញ្ជាក់ថាពេលវេលានៅក្នុងការពិនិត្យក៏ដូចជាស្វែងរកចំណុចនៃដើមហេតុដែលធ្វើឲ្យយន្តហោះនេះធ្លាក់ចុះវាអាចមានពេលត្រូវការចំណាយពេលវេលាយូរដើម្បីស្រាវជ្រាវអញ្ចឹងយើងនឹងរងចាំតាមដានមើលបន្ថែមទៀតតើអាជ្ញាធររបស់ប្រទេសឥណ្ឌាក៏ដូចជាចក្រភពអង់គ្លេសហើយនិងក្រុមហ៊ុន Boeing សហការគ្នាដើម្បីស្វែងរកនៅព័ត៌មានក៏ដូចជាដើមហេតុនៃការធ្លាក់យន្តហោះនេះបានលឿនឬក៏យ៉ាងណាបើមិនបើមានចំណុចអ្វីអាប់ដេតបន្ថែមទៀតខ្ញុំនឹងជម្រាបជូនដល់បងប្អូនទាំងអស់ឲ្យបានជ្រាបឲ្យបានដឹងអំពីបញ្ហារបស់ឥណ្ឌានៅក្នុងការធ្លាក់យន្តហោះនេះតែម្ដងបាទសូមអរគុណ